ជំរាបសួរប្រិយមិត្តជាទីរាប់អាននេះគឺជាស្នូកក្រើករំជួយធរណីនៅឯទឹកដីរបស់ប្រទេសរុស្ស៊ីបានន័យថាគឺជាសម្លេងផ្លោងទម្លាក់របស់ drone ចេញពីប្រទេសអ៊ុយក្រែនបងប្អូនបាទនេះគឺជាការសងសឹករវាងអ៊ុយក្រែនក៏ដូចជារុស្ស៊ីបាទបើទោះបីជាមានគេហៅថាបាត់ឈប់បាញ់រយៈពេល30ថ្ងៃក៏ដោយក៏ប៉ុន្តែអ៊ុយក្រែនបានសងសឹកទៅលើរុស្ស៊ីនៅថ្ងៃប្រហោះម្សិលមិញនេះបងប្អូនគឺមូលដ្ឋានទ័ពអេងហ្គលបាទមូលដ្ឋានទ័ពអាកាសអេងហ្គលនេះគឺជាគេហៅថាមរតកបន្សល់ពីសម័យសហភាពសូវៀតបងប្អូនហើយទីបំផុតកាលពីថ្ងៃប្រហោះពេលព្រលឹមតែម្ដងបងប្អូនមូលដ្ឋានទ័ពនេះត្រូវបានកំទេចយ៉ាងដំណំដោយស្នាដៃរបស់អ៊ុយក្រែនបាទគឺទាហានរបស់អ៊ុយក្រែនតែម្ដងហើយមូលហេតុដែលមានការវាយប្រហារកាលពីថ្ងៃប្រហោះម្សិលមិញនេះបងប្អូនគឺដោយសាររុស្ស៊ីបានវាយប្រហារមិនឈប់ឈរកាលពីយប់ថ្ងៃពុធបាទធ្វើឲ្យអ៊ុយក្រែនសងសឹកហើយសូមជម្រាបបងប្អូនថាអ៊ុយក្រែនគាត់បានគុំយូរហើយមូលដ្ឋានទ័ពអាកាសនេះបងប្អូនគឺបានន័យថាកាលពីដំបូងឡើយសង្គ្រាមដែលគេហៅថារុស្ស៊ីបានសម្លាប់ប្រជាជនអ៊ុយក្រែនច្រើនបំផុតនេះគឺចេញពីមូលដ្ឋានទ័ពនេះតែម្ដងហើយនេះជាការសងសឹកក៏ព្រោះតែមានបទឈប់បាញ់ហើយក៏ប៉ុន្តែរុស្ស៊ីបាទជាពិសេសលោកពូទីនមិនបានអនុវត្តទៅតាមបទឈប់បាញ់ទេបាទនេះហើយបានធ្វើឲ្យរុស្ស៊ីបាទយប់សំទោសថ្ងៃប្រហោះតែម្ដងបាទគឺថាសំលេងបំផ្ទុះយ៉ាងកក្រើកបងប្អូនយ៉ាងកក្រើកបាទយើងសូមជូនព័ត៌មានសង្ខេបជូនបងប្អូនមូលដ្ឋានទ័ពអាកាសដែលមានឈ្មោះថាអេងហ្គលរបស់រុស្ស៊ីដែលស្ថិតនៅចម្ងាយប្រហែលជា700គីឡូម៉ែត្រពីសមរភូមិប្រទេសអ៊ុយក្រែនបានរងនឹងការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែននៅព្រឹកថ្ងៃប្រហោះទី20មិនិនាវីដេអូដែលភ្នាក់ងារសារព័ត៌មាន Reuters បានផ្ទៀងផ្ទាត់បានបង្ហាញថាកម្លាំងផ្ទុះដ៏ខ្លាំងក្លាបានបង្កការខូចខាតផ្ទះសម្បែងប្រជាជនតែម្ដងបាទដែលស្ថិតនៅទីនោះបើវីដេអូមួយទៀតបានបង្ហាញពីភ្លើងឆេះយ៉ាងសន្ធោសន្ធៅដោយបងប្អូនបានឃើញអំបញ្ញមិញហើយគឺឆេះខ្លាំងណាស់បងប្អូនបាទសន្ធោសន្ធៅតែម្ដងបើយោងតាមក្រសួងការពារជាតិរបស់អ៊ុយក្រែនបានឲ្យដឹងថាកម្លាំងខ្លួនបានបើកការវាយប្រហារទៅលើប្រលានយន្តហោះយោធាហើយបានបំផ្ទុះទីតាំងស្តុកគ្រាប់មូលដ្ឋាននៅទីនោះតែម្ដងបាទកន្លែងនោះគឺជាមូលដ្ឋានស្តុបគ្រាប់បំពាក់ដោយនុយក្លេអ៊ែរបងប្អូនបាទសូមបញ្ជាក់ថាថ្ងៃប្រហោះក្រសួងការពារជាតិរបស់រុស្ស៊ីនឹងក៏បានប្រកាសដំណឹងប្រព័ន្ធការពារផ្លូវអាកាសរបស់រុស្ស៊ីថាបានកំទេច drone របស់អ៊ុយក្រែននោះចំនួន132គ្រឿងដែលបានហោះចូលប៉ុនប៉ងវាយប្រហារក្នុងទឹកដីរុស្ស៊ីដែលឡែកអាជ្ញាធរនៅតំបន់សារ៉ាថូវរបស់រុស្ស៊ីបានឲ្យដឹងថាពិតជាមានការវាយប្រហារដោយយាន drone របស់រុស្ស៊ីមែនបាទមកលើមូលដ្ឋានទ័ពអេងហ្គលនេះបានបង្កអគ្គិភ័យឆាបឆេះទៅលើប្រលានយន្តហោះបាទអស្ចារ្យតែម្ដងបងប្អូនអ៊ុយក្រែនគឺវាយចំតែម្ដងមនុស្សយ៉ាងហោច10នាក់បានរងរបួសនិងបញ្ជូនទៅកាន់មន្ទីរពេទ្យបាទនេះបើយោងតាមបណ្ដាញទូរទស្សន៍របស់ប្រទេសរុស្ស៊ីបាទទីភ្នាក់ងារសារព័ត៌មាន Reuters នៅមិនទាន់អាចបញ្ជាក់បានទេអំពីទំហំខូចខាតជាក់ស្ដែងនៅក្នុងមូលដ្ឋានទ័ពអាកាសអេងហ្គលដោយសារតែអាជ្ញាធររបស់រុស្ស៊ីនេះគឺបិទព័ត៌មានមិនជូនដំណឹងទៅដល់ភ្នាក់ងារសារព័ត៌មាន Reuters បានទេបងប្អូនបាទសូមរំលឹកបងប្អូនថាមូលដ្ឋានទ័ពអាកាសអេងហ្គលដែលស្ថិតនៅមាត់ទន្លេ Volga ត្រូវបានសាងសង់ឡើងតាំងពីសម័យសហភាពសូវៀតតែម្ដងបាទមូលដ្ឋាននេះគឺជាទីតាំងទុកយន្តហោះចម្បាំងយុទ្ធសាស្ត្រ Tu-160 របស់រុស្ស៊ីដែលអាចមានសមត្ថភាពទប់គ្រាប់បែកនុយក្លេអ៊ែរបាទអ៊ុយក្រែនអះអាងថាគឺមូលដ្ឋានទ័ពអាកាសនេះហើយដែលរុស្ស៊ីបញ្ជាយានយន្តហោះបងប្អូនទៅទម្លាក់គ្រាប់បែកសម្លាប់ប្រជាជនអ៊ុយក្រែនយ៉ាងច្រើនកាលពីអំឡុងមុនបាទគួររំលឹកថាបន្ទាប់ពីលោកពូទីនយល់ព្រមបាទជាមួយនឹងលោកដូណាល់ត្រាំថាសុកចិត្តផ្អាកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធធម្មពលរបស់អ៊ុយក្រែន
តែកងទ័ពរុស្ស៊ីនៅតែបន្តវាយប្រហារជាទូទៅបងប្អូនបានន័យថាការសន្យាដោយដៃបាទលុបដោយជើងនៅលើទឹកដីអ៊ុយក្រែនដដែលបានន័យថាបើទោះបីជាមានសន្យាយ៉ាងណាក៏ប៉ុន្តែបាទរុស្ស៊ីមិនបញ្ឈប់ការវាយប្រហារទេបាទជាក់ស្ដែងគឺយប់ថ្ងៃពុធឈៀងចូលថ្ងៃប្រហោះអ៊ុយក្រែនអះអាងថារុស្ស៊ីបានបញ្ជាដ្រូនជាង170គ្រឿងមកវាយប្រហារមកអ៊ុយក្រែនមុនបាទទើបអ៊ុយក្រែនធ្វើការវាយប្រហារតែម្ដងទៅហើយសូមរំលឹកថាលោក Zelensky ក៏បានបង្ហាញបាទតាមវីដេអូ conference ដែរបងប្អូនគាត់បានប្រាប់សមាជិកអឺរ៉ុបទាំង27ថាប្រធានាធិបតីរបស់លោកអ៊ុយក្រែននេះគឺសូមកុំទុកចិត្តបាទសូមកុំទុកចិត្តលោកពូទីនឲ្យសោះបាទព្រោះលោកពូទីននេះមានល្បិចមានស្នៀតច្រើនណាស់បាទគឺថាកុំតន់អាចទុកចិត្តថាពូទីននេះឈប់ទាំងស្រុងបាទនេះគឺជាភ្លើងឆេះយ៉ាងសន្ធោសន្ធៅដែលអ៊ុយក្រែនវាយប្រហារការពីថ្ងៃប្រហោះព្រលឹមតែម្ដងរុស្ស៊ីថាអ៊ុយក្រែននេះវាយប្រហារដេប៉ូប្រេងចំណុះ100,000 តោនដូចនេះជាការរំលោភទៅលើសំណើនៃបទឈប់បាញ់បាទទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីបានដកស្រង់សម្ដីរបស់អ្នកនាំពាក្យក្រសួងការបរទេសមកផ្សាយថាលោកស្រីចង់ឲ្យសហរដ្ឋអាមេរិកប្រដៅអ៊ុយក្រែនឲ្យមែនទែនកុំចេះតែដាវវាយប្រហារទីតាំងដែលខ្លួនធ្លាប់បានស្នើសុំនៅក្នុងបទឈប់បាញ់បាទមែនទែនទៅបងប្អូនមិនមែនជារឿងនេះទេបងប្អូនគឺរុស្ស៊ីនេះគឺបានវាយប្រហារអ៊ុយក្រែនមុនបាទទើបអ៊ុយក្រែនបន្តធ្វើការវាយប្រហារបើយើងមិនអាចមើលស្រាលអ៊ុយក្រែនបានទេបងប្អូនណាបាទអ៊ុយក្រែនមិនអាចមើលស្រាលបានទេគឺគាត់ស៊ូណាស់បងប្អូនស៊ូណាស់កន្លែងនោះហើយដែលសហរដ្ឋអាមេរិករដ្ឋបាលលោកโจ Biden គាត់បដិញ្ញាផ្ដល់កញ្ចប់យោធាដល់អ៊ុយក្រែនបងប្អូនដែលគាត់មើលឃើញថាទាហានរបស់អ៊ុយក្រែនគឺជាទាហានមិនមែនស៊ីឈ្នួលបាទទាហានការពារទឹកដីទាហានដែលត្រូវបានគេរំលោភបំពានឈ្លានពានតែម្ដងបាទដល់ពេលដែលមកដល់រដ្ឋបាល Donald Trump នេះគឺមានការបង្អាក់កញ្ចប់យោធាទៅវិញក៏ប៉ុន្តែយើងមើលសន្ទុះរបស់លោក Zelensky ក៏ដូចជាទាហានរបស់លោក Zelensky បាទគឺមោះមុតណាស់បងប្អូនបាទនេះហើយគឺជាសារប្រជុំសហគមន៍អឺរ៉ុបដែលលោក Zelensky បានផ្ដាំថាសូមកុំទុកចិត្តឲ្យសោះចំពោះសម្ដីលោកពូទីនបាទពីព្រោះពួកគាត់បានស្គាល់សន្តានរុស្ស៊ីនេះច្បាស់ណាស់បងប្អូនពីព្រោះអ៊ុយក្រែននៅក្បែរព្រំប្រទល់ដែនជាមួយនឹងរុស្ស៊ីបាទសូមអរគុណបងប្អូនដែលបានតាមដានព្រឹត្តិការណ៍អន្តរជាតិទាន់ហេតុការណ៍ដែលព្រឹត្តិការណ៍សំខាន់ជាពិសេសគឺព្រឹត្តិការណ៍នៅឯរុស្ស៊ីអ៊ុយក្រែនតែម្ដងបើយើងក្រឡេកទៅមើលអ៊ីស្រាអែលក៏មិនធម្មតាដែរបងប្អូនគឺបានបន្តវាយមិនដកដៃទេចំពោះទាហានអ៊ីស្រាអែលក៏ដូចជាក្រុមហាម៉ាស់បាទយើងគិតថាបើសិនជាមិនមានការចរចាសម្របសម្រួលជាមួយនឹងរុស្ស៊ីដោយសហរដ្ឋអាមេរិកទាន់ពេលវេលាទេបាទសង្គ្រាមពិភពលោកលើកទី3អាចនឹងកើតឡើងពីព្រោះថាក្រោយពីលោក Zelensky បានទៅអឺរ៉ុបហើយអឺរ៉ុបបានគ្រប់គ្រងលោក Zelensky ខ្លាំងណាស់បងប្អូនគឺជាពិសេសគឺអង់គ្លេសហើយនិងបារាំងតែម្ដងអង់គ្លេសបារាំងនេះគឺថាបញ្ជូនទ័ពទៅការពារនៅឯទឹកដីរបស់អ៊ុយក្រែនតែម្ដងហើយពេលនោះលោកពូទីននេះក៏បានប្រតិកម្មប្រមានថាសង្គ្រាមលោកនឹងអាចកើតឡើងប្រសិនបើបាទអង់គ្លេសនិងបារាំងរឹងទទឹងមិនព្រមឲ្យសហរដ្ឋអាមេរិកនេះធ្វើអាញាកណ្ដាលក្នុងការចរចាដើម្បីរកសន្តិភាពនោះទេក៏ប៉ុន្តែការចរចានោះយើងមើលឃើញថារុស្ស៊ីក៏ដូចជាលោកពូទីននេះគឺមានបំណងមានមហិច្ឆតាចង់បានដីហើយចង់យកព្រៀបទៅលើអ៊ុយក្រែនតែម្ដងដូច្នេះចង់មិនចង់សហគមន៍អឺរ៉ុបមើលឃើញថាអ៊ុយក្រែនកំពុងតែខាតទាំងការខាតទាំងដើមបាទគឺអត់ចំណេញស្លាប់ទាហានយ៉ាងច្រើនបង្កការគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋទីបំផុតទៅអ្វីដែលការពារឲ្យគេយកបានដដែលបាទសូមអរគុណបងប្អូនយើងនឹងបន្តបងប្អូននឹងបន្តជូនព័ត៌មានដល់បងប្អូនទៀតប្រសិនបើមានព្រឹត្តិការណ៍ពិភពលោកកើតឡើងកុំភ្លេចចុច Subscribe ដើម្បីទទួលបាននៅវីដេអូថ្មីបាទសូមអរគុណសូមជម្រាបលា